វាជាសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នៅពេលដែលភាគីអ៊ុយក្រែននិងភាគីរុស្ស៊ីបានឈានដល់ការព្រមព្រៀងដោះដូរអ្នកទោសសង្គ្រាមរហូតដល់ទៅជាង300នាក់ក្រោយបញ្ចប់ការចរចាសន្តិភាពជុំទី2ហើយក្រុងចរចាជុំថ្មីឆាប់ៗនេះយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ឲ្យដឹងថាភាគីអ៊ុយក្រែននិងភាគីរុស្ស៊ីបានបញ្ចប់ការចរចាជុំទី2ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិកនៅទីក្រុងអាបូដាប៊ីប្រទេសអេមីរ៉ាតអារ៉ាប់រួមកាលពីថ្ងៃព្រហស្បតិ៍ទី5ខែកុម្ភៈឆ្នាំ2026ដែលជាលទ្ធផលភាគីទាំងពីរបានឈានដល់ការព្រមព្រៀងដោះដូរអ្នកទោសរហូតដល់ទៅជាង300នាក់ហើយព្រមព្រៀងជួបចរចាគ្នាម្ដងទៀតក្នុងពេលឆាប់ៗនេះបេសកជនពិសេសរបស់សហរដ្ឋអាមេរិកលោក Steve Witkoff បញ្ជាក់ថាសហរដ្ឋអាមេរិកអ៊ុយក្រែននិងរុស្ស៊ីបានយល់ព្រមដោះដូរអ្នកទោសសង្គ្រាមចំនួន314នាក់ដែលជាការដោះដូរអ្នកទោសលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល5ខែមកនេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និយាយថាអ្នកទោសសង្គ្រាមមួយចំនួនដែលត្រូវបានដោះដូរគឺពួកគេបានជាប់ឃុំឃាំងអស់រយៈពេលជិត4ឆ្នាំមកហើយលោកបាននិយាយថាការចរចាជុំមួយទៀតនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះដែលទំនងជាធ្វើឡើងនៅលើទឹកដីសហរដ្ឋអាមេរិកបេសកជនពិសេសរបស់សហរដ្ឋអាមេរិកលោក Steve Witkoff បានចាត់ទុកការចរចានេះថាមានផ្លែផ្កានិងផ្ដោតលើការបង្កើនលក្ខខណ្ឌសម្រាប់សន្តិភាពយូរអង្វែងលោក Zelensky និយាយថាអ៊ុយក្រែនគាំទ្រការទូតណាមួយដែលអាចនាំមកនូវការបញ្ចប់សង្គ្រាមដែលអាចទុកចិត្តបាននិងអនុវត្តបានយូរអង្វែងប៉ុន្តែសង្កត់ធ្ងន់ថាការធានាសន្តិសុខដ៏រឹងមាំគឺពិតជាចាំបាច់ណាស់ដើម្បីការពារទប់ស្កាត់ការវាយប្រហារនាពេលអនាគតពីសំណាក់រុស្ស៊ីលោក Kirill Dmitry បេសកជនពិសេសរបស់រុស្ស៊ីបានចាត់ទុកការចរចានេះថាមានវឌ្ឍនភាពនិងលទ្ធផលវិជ្ជមានដោយបន្ថែមថាទីក្រុងមូស្គូក៏កំពុងធ្វើការដើម្បីស្ដារទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនឲ្យល្អប្រសើរឡើងវិញផងដែរទោះបីជាមានកិច្ចចរចាទាំងនេះក្តីក៏ការប្រយុទ្ធគ្នានៅតែបន្តនៅតាមបណ្ដោយខ្សែត្រៀមជួរមុខភាគីរុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសនិងដ្រូនឬយន្តហោះគ្មានមនុស្សបើកលើអ៊ុយក្រែននៅសប្តាហ៍នេះខណៈដែលអ៊ុយក្រែនបានរាយការណ៍ពីការវាយប្រហារលើគោលដៅយោធារបស់រុស្ស៊ីភាគីទាំងពីរនៅតែមានការខ្វែងគំនិតគ្នាខ្លាំងលើបញ្ហាសំខាន់ៗរួមមានការគ្រប់គ្រងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែនការដកទ័ពនិងអនាគតនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ផងដែរខ្ញុំតារាពី Ulti News TV